ពីមុនមកមណ្ឌលសុខភាពយើងក៏មានកន្លែងដាក់ទឹកសុទ្ធឲ្យគាត់ញ៉ាំដែរក៏ប៉ុន្តែវាមិនឆ្លើយតបទៅនឹងតម្រូវការពួកគាត់ទេដូច្នេះហើយយើងក៏នឹកឃើញដល់ប្រព័ន្ធចម្រោះទឹកដែលអាចផលិតនៅក្នុងមណ្ឌលសុខភាពហើយអ្នកជំងឺអាចយកប្រើប្រាស់បានដោយមិនចាំបាច់ចំណាយថវិកាជាពិសេសគឺមិនថាយប់ឬក៏ថ្ងៃទេងាយស្រួលក្នុងការយកពេលមកចេះមកដេក4 5យប់ចេះទិញ4 5យួរអីមួយយួរ3000អស់10000ជាងអីដែរខ្ញុំទទួលបានក្រេសម្រាប់ថ្មីពីអង្គការ Plan ចំពោះការផ្លាស់ប្ដូរក្រេថ្មីហ្នឹងគឺវាមានងាយស្រួលក្នុងការសម្រាលចំពោះស្ត្រីវាអង្គការ Plan ក៏បានផ្ដល់នៅសម្ភារៈជារដ្ឋតែរុញសម្រាប់ទៅលើជនដែលមានពិការភាពគាត់ឬក៏ជនចាស់ជរាស្ត្រីមានផ្ទៃពោះតទៅពីបានប្រព័ន្ធទឹកស្អាតយើងក៏បានទទួលដូចជាក្រេសម្រាប់ពេទ្យក្រេកូនងាម៉ាស៊ីនសម្ងួតសម្ភារៈហើយនិងក្រេសម្រាប់ទទួលអ្នកជំងឺមួយទៀតក្រោយពីទទួលបានឃើញថាជួយសម្រួលច្រើនក្នុងមណ្ឌលសុខភាពជួយឲ្យអ្នកជំងឺសម្រាប់ទៅក៏គាត់មានផាសុខភាពបាទតាំងនេះមកប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាសុខភាពនៅមណ្ឌលសុខភាពយើងខ្ញុំសូមថ្លែងអំណរគុណដល់